ចឹង Infinity គឺបានទិញដោយក្រុមហ៊ុន Canva ហើយឥឡូវនេះគឺគេបាន announce ប្រាប់យើងថាគេបានតម្លាក់កម្មវិធីនេះឲ្យយើងប្រើ free ហើយបើសិនជាគ្នាយើងអត់ទាន់ស្គាល់ Infinity នឹងគឺជាកម្មវិធីគេទេ basically វាជាកម្មវិធី design ដោយតាតកូល Adobe ដែរទេហើយខ្ញុំមិនដែលបានប្រើកម្មវិធី Infinity នេះទេព្រោះខ្ញុំប្រើ Photoshop តាំងពីដើមមកហើយខ្ញុំបាន download កម្មវិធីនេះមកប្រើរយៈពេលបាន2ថ្ងៃហើយតាំងពីថ្ងៃគេ release នោះមកហើយនេះគឺជាចំណុចមួយចំនួនដែលខ្ញុំគិតថាល្អសម្រាប់កម្មវិធីមួយហ្នឹងហើយចំណុចមួយចំនួនទៀតដែលខ្ញុំអត់សូវចូលចិត្តនៅក្នុងកម្មវិធីមួយហ្នឹងយើងចូលទៅកាន់វីដេអូរបស់គ្នាចំណុចល្អទី1គឺកម្មវិធី Infinity នេះគឺវាបានបញ្ញុកកម្មវិធីផុសខ្លួនឯងចូលគ្នាយកតែមួយយកហ្មងព្រោះកាលពីមុនគឺវាជា software ដាច់ដライរៀងខ្លួនដូច Photoshop ដូច Atlas ចឹងដែរតែឥឡូវនេះគឺនៅពេលដែល Canva បានទិញមកគឺគេញុកកម្មវិធីនឹងចូលតែមួយវិញណាចំណុចទី2គឺ function វាជាច្រើន shortcut ជាច្រើនគឺដូចគ្នាជាមួយនឹង Photoshop ដែរអញ្ចឹងបើសិនជាអ្នកដែលមកពី Photoshop គឺយើងរៀងងាយស្រួលក្នុងការប្រើដែរវាស្តៀងតែគ្នាទេហើយទី3សម្រាប់ interface គឺខ្ញុំអូខេជាមួយ interface ហ្នឹងហើយចំណុចល្អមួយទៀតហ្នឹងគឺយើងអាចយក file Photoshop យើងយកមកដាក់នៅក្នុងនេះបានដូចគ្នាអញ្ចឹងយើងអាចធ្វើនៅក្នុង Photoshop ទៅគីឡូថ្ងៃណាមួយយើងនឹកឃើញចង់បើកនៅក្នុងនេះយើងបើកក្នុងហ្នឹងទៅខ្ញុំមិនដឹងថាហេតុផលអីបានយើងត្រូវធ្វើអញ្ចឹងទេប៉ុន្តែយើងធ្វើយ៉ាងបានអញ្ចឹងយើងចូលមកកាន់ចំណុចដែលខ្ញុំអត់ចូលចិត្តសម្រាប់កម្មវិធីមួយហ្នឹងអញ្ចឹងទី1គឺ font អញ្ចឹង font ខ្មែរភាគច្រើននៅក្នុងនេះគឺអត់ work ទេដូចអានេះដើរបានតែប្រហែល font ទេប៉ុន្តែបើសិនជាយើងចង់ប្រើ font កតុំរុយមែន font កតុំរុយគឺអត់ដើរទេអញ្ចឹងអាហ្នឹងគឺជាបញ្ហាធំដែរដែលយើងអត់អាចប្រើ font បានទាំងអស់នៅក្នុងហ្នឹងបន្តមកទៀតគឺ effect ដូចយើងបានប្រើនៅក្នុង Photoshop អញ្ចឹងយើងចូលមកកន្លែងនេះអានេះវាដូច blending option អញ្ចឹងយើងមាន stroke យើងមាន drop shadow អញ្ចឹងទៅក្នុងនេះអត់អាពីរហ្នឹងហើយខ្ញុំអត់ដឹងទៅរកអាពីរហ្នឹងនៅណាបន្តមកទៀតគឺខ្ញុំនិយាយពី generated AI អញ្ចឹង AI ក្នុងនេះបើសិនជាគ្នាយើងចង់ប្រើគឺយើងតន់តែទៅ subscribe ទៅ Canva Pro បានយើងអាចប្រើបានអញ្ចឹងនៅមានចំណុចមួយចំនួនទៀតដែលជាបញ្ហាសម្រាប់កម្មវិធីមួយហ្នឹងប៉ុន្តែសម្រាប់ខ្ញុំគិតថា consumer អ្នកដែលប្រើប្រាស់ធម្មតាគឺគាត់អត់មានបញ្ហាជាមួយនឹងកម្មវិធីហ្នឹងទេអ្នកដែលចង់តែគ្រាន់តែបង្កើត thumbnail ឬក៏អ្នកដែលខាងក្រុមហ៊ុនឬក៏ខាងអ្នកលក់ដែលគាត់ចង់ធ្វើ poster ធម្មតាគឺយើងធ្វើក្នុងនេះបានអញ្ចឹងជារួមមកតើមនុស្សប្រភេទណាដែលគួរតែប្រើកម្មវិធីមួយនេះអញ្ចឹងបើសិនជាអ្នកនរគ្នាអត់មាន budget នៅក្នុងការទិញ Adobe license អត់ចង់ប្រើ Adobe Create អ្នកគ្នា download កម្មវិធីនេះទៅគឺត្រូវយកហ្មងអារបស់ខ្លះដែលយើងអត់មានហ្នឹងអាហ្នឹងគឺ yes ដោយសារតែវា free ទើបវាអត់មានអា subscription ផុស Adobe គឺថ្លៃអញ្ចឹងភាពខុសគ្នាវាត្រូវតែមានហើយសម្រាប់អ្នកដែលជា designer យើង download កម្មវិធីនេះមកតេស្តក៏បានដែរសម្រាប់ខ្ញុំបើសិនជាយើងប្រើ Photoshop អីហើយវាអត់មាន highផលអីយើងប្រើកម្មវិធីនេះមួយទៀតទេព្រោះដូចយើងរៀនកម្មវិធីឡើងវិញអញ្ចឹងសម្រាប់ខ្ញុំទៅលើកម្មវិធីមួយនេះគឺខ្ញុំអូខេហើយខ្ញុំក៏សប្បាយចិត្តដែរដែលមានក្រុមហ៊ុនមួយគឺគេបានហ៊ានប្រកួតប្រជែងជាមួយនឹង Photoshop រៀងធ្ងន់ដៃដែរអញ្ចឹងរំពឹងថាថ្ងៃទៅមុខទៀតគេអាចនឹងបន្ថែមអីថ្មីចូលនៅក្នុងកម្មវិធីហ្នឹងខ្ញុំឃើញមានអ្នកភាគច្រើនដែលគេចូលចិត្តកម្មវិធីនេះប្រើសម្រាប់ graphic គេគូរូបគូអីនៅក្នុង iPad ស្អាតអញ្ចឹងប្រហែលជាល្អសម្រាប់អ្នកដែលចូលចិត្តខាងនោះយើងជួបគ្នានៅវីដេអូក្រោយបាយបាយ